សួស្តីបងប្អូនអរគ្នាស្វាគមន៍មកកាន់ Food Time TV នេះគឺជាវីដេអូថ្មីរបស់យើងរបៀបធ្វើទឹកសម្លនំបញ្ចុកទឹកសម្លប្រហើរតើបងប្អូនទាំងអស់គ្នាចូលចិត្តទឹកសម្លប្រហើរដែរឬទេសម្រាប់ខ្ញុំវិញខ្ញុំចូលចិត្តខ្លាំងណាស់នេះគឺជាត្រយងចេកដែលយើងបានចាត់ហើយត្រាំទឹកទុកដោយឡែកយើងក៏មានផ្លូវកង្កែបដែលយើងកំពុងតែបេះនិងរៀបចំយកតែល្អទេផ្លូវកង្កែបដែលមិនល្អគឺយើងបោះចោលយើងមិនហូបទេខ្លាចធ្វើឲ្យជួយពោះមានបញ្ហាដល់ក្រពះពោះវៀននិងមានជំងឺផ្សេងៗអញ្ចឹងបើយើងមានគ្នាជួយធ្វើយើងឆាប់ហើយយើងនឹងបានឆាប់ហូបជាមួយនឹងគ្នាអូបងប្អូនស្គាល់ទេនេះគឺជាអ្វីខ្ញុំក៏មិនចង់ស្គាល់វាច្បាស់ដែរពីដំបូងតោះតែខ្ញុំសួរម៉ែខ្ញុំទៅខ្ញុំដឹងនេះគឺជារមៀតបាទយើងយករមៀតមួយចំនួនមកល្មមយើងយកស្លឹកក្រូចសើចមួយចំនួនដែរមកលាងទឹកឲ្យស្អាតផងបើមិនលាងទឹកទេមានមេរោគដូចតែគ្នាទេអូអ្វីនេះដូចជាមើមយិនសិនតាមការពិតវាគឺជាខ្ជាយទេខ្ជាយនេះទំនងខ្លាំងណាស់ដាក់ទៅគឺឈ្ងុយចង់តែញ៉ាំទេអូ my god នេះគឺជាអ្វីទៅណោះអូនេះគឺជាសណ្តែកគួរអូសណ្តែកគួរនេះទិញនៅផ្សារសណ្តែកគួរនេះល្អណាស់បងប្អូនទិញយកសណ្តែកគួរល្អទៅធ្វើជាលបោយនឹងបញ្ចុកទៅយើងញ៉ាំទៅមានរសជាតិឆ្ងាញ់និងមានជាតិផ្អែមពីធម្មជាតិកុំភ្លេចបងប្អូនលាងទឹកអញ្ចឹងមកបងប្អូនលាងយ៉ាងម៉េចក៏បានដែរឲ្យតែស្អាតយើងលាងទឹកពី3ទឹកអីមកពេលដែលយើងលាងទឹកហើយបងប្អូនត្រូវទុកមួយដែលឡែកបន្ទាប់ពីយើងបានលាងបន្លែយើងមានដូចជាស្អីទេមិញភ្លេចបាត់ទេនេះអូនៅឃើញវិញហើយផ្លែកង្កែបពេលដែលយើងលាងផ្លែកង្កែបហ្នឹងយើងទុកវាមួយដែលឡែកមកហើយបងប្អូនយកសណ្តែកគួរដែលបានលាងរួចទៅហើយហ្នឹងយកមកហាន់វាធ្វើជាលបោយតូចៗល្អិតៗចឹងមកបងប្អូនចង់បានធំឬក៏បងប្អូនមិនចង់ហាន់ក៏បានដែរយើងទុកទាំងវែងក៏បានដែរហើយចាំកាច់ចាក់ចូលចានហូបដល់ខ្លួនឯងទៅមិនបាច់ចាំមានទេហាន់ឲ្យនេះទេតែនេះបងប្អូនដោយសារតែមានក្មេងៗគាត់ចង់ហូបដែរអញ្ចឹងយើងក៏ហាន់វាឲ្យទៅហូបហើយមិនមានដូចជាយើងស្ងោរត្រីស្ងោរអីដាក់ទឹកប្រហុកអីចឹងបងប្អូនដាក់ប្រហុកផងនេះមានគ្រឿងបន្ថែមទៀតមានស្លឹកខ្ទឹមមានក្រូចឆ្មាមានខ្ទឹមសខ្ទឹមក្រហមបងប្អូនកុំភ្លេចណាយកវាមកយើងបកសបកចេញឲ្យស្អាតខ្ទឹមក្រហមដាក់ទាំងសបកប្រយ័ត្នស្លាកកនេះគឺជាសណ្តែកដីលីងយើងលីងហើយបងប្អូនតទៅលីងហើយកុំដាក់ទាំងសបកបងប្អូនញីក្លុំសបកនឹងចេញណាពេលដែលបងប្អូនក្លុំសបកចេញហើយបងប្អូនយកសណ្តែកដីនឹងយកទៅបុកហើយនៅពេលដែលបងប្អូនបុកកុំបុកខ្លាំងពេកពេលដែលបងប្អូនបុកខ្លាំងពេកសណ្តែកដីនឹងវាលោតចេញក្រៅអញ្ចឹងធ្វើឲ្យអត់មានសណ្តែកដីបុកទៀតអញ្ចឹងយើងបុកតិចថ្នមបុកវាតតែម៉ត់ប៉ុន្តែមិនម៉ត់ពេកទេមកល្មមបានហើយពេលម៉ត់ពេកហ្នឹងជួនកាលយើងហូបក៏មិនឆ្ងាញ់ដែរនេះគឺជាអ្វីទៅបងប្អូនចង់មើលមិនចង់ស្គាល់នេះគឺជាគ្រឿងយើងបុកគ្រឿងដែលមានល្មៀតមានខ្ជាយមានស្លឹកក្រូចអីមិញហ្នឹងណាខ្ទឹមសខ្ទឹមអីហ្នឹងយើងបុកវាមកយើងកុំដាក់ទាំងមូលយើងបុកឲ្យវាម៉ត់ឥឡូវគាត់ហាន់ទៀតហើយគឺហាន់សណ្តែកគួរគាត់ហាន់មិនចេះអស់តែម្ដងហាន់ម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតពីព្រោះលបោយយើងច្រើនបងប្អូនដឹងអត់នំបញ្ចុកឆ្ងាញ់ដោយសារលបោយតើមានលបោយច្រើនកាលណាយើងញ៉ាំឆ្ងាញ់កាលហ្នឹងណាបងប្អូនអូខ្ទឹមក្រហមក៏គេហាន់ដែរបងប្អូនអើយហើយរបៀបនៃការហាន់ហ្នឹងដូចគ្នាបងប្អូនហាន់តែខ្ទឹមបានហើយបើបងប្អូនហាន់ចំដៃគឺចប់ហើយបងប្អូនអើយហូបមួយឆ្នាំងមួយចាននេះគឺហូបឡើងឆ្ងាញ់ហើយអូខេបន្ទាប់ពីយើងបានហាន់ហើយដាក់ចូលចានទៅបងប្អូនកុំដាក់ក្រៅចានយើងដាក់ចូលចានអញ្ចឹងហើយទុកមួយដោយឡែកអូមានស្នាយតម្លាក់ពីលើទៀតយើងទុកមួយដោយឡែកមកបន្ទាប់ពីទុកហើយនេះយើងទៅស្រង់ត្រយងចេកយើងដែលបានត្រាំទុកហើយយើងមានច្បាច់ក្រូចឆ្មាពីលើទៀតណាដើម្បីឲ្យវាមានជាតិទន់កាត់ជ័រកាត់អីចឹងណាបងប្អូនអូអ្វីទៅនេះគឺជាផ្លូវកង្កែបបងប្អូនផ្លូវកង្កែបដែលយើងលាងហើយនឹងបងប្អូនអើយបើយើងមិនចង់កាច់ដាក់ចូលចានដោយខ្លួនឯងទេបងប្អូនហាន់វាសិនមកហាន់មួយចំនួនទុកមួយចំនួនក៏បានដែរសាច់តែចិត្តបងប្អូនទេបងប្អូនចង់ធ្វើអីក៏ធ្វើទៅឲ្យតែមានលបោយនឹងហាន់សំខាន់លាងទឹកឲ្យស្អាតរៀបចំទុកដើម្បីយើងឆៃជាមួយនឹងនំបញ្ចុកធ្លាប់អាហារយើងណាបងប្អូននេះបងប្អូនណាចូលចិត្តម្ទេសបងប្អូនដាក់ទៅណា4-10គ្រាប់ងួឆ្ងាញ់ជាតិសាហាវតើបងប្អូនអើយខ្ញុំចូលចិត្តម្ទេសណាបាទហូបបានតែ2គ្រាប់គាត់ជាទឹកភ្នែកមករូបាទដូចគេដាក់3-4ដបងអញ្ចឹងស្លឹកខ្ទឹមជីយើងលាងមកបងប្អូនមានជីគ្រប់មុខណាលាងវាឲ្យស្អាតបងប្អូនណាមកទឹកអត់បានទេពួកនេះលាង3-4ទឹកបងប្អូនមានជាតិដីច្រើនធូលីដីនេះផ្កាអ្វីទៅស្អាតមែនទែនមើលទៅទំនងឆ្ងាញ់ណាគឺឆ្ងាញ់មែនទែនបងប្អូននេះគឺឲ្យឈ្មោះថាផ្កាស្នោបងប្អូនបាទហើយនេះផ្កាអ្វីទៅពណ៌ស្វាយគឺជាផ្កាកំប្លោកផ្កាកំប្លោកនេះបងប្អូនអើយគឺខ្ញុំចូលចិត្តវាខ្លាំងណាស់បងប្អូនគឺថាដាក់ជាមួយនឹងនំបញ្ចុកស្លបហើយនឹងជាតិមកជាតិយកតែម្ដងបាទនេះគឺជាបាទត្រសក់យើងណាបាទអញ្ចឹងត្រសក់នឹងយើងលាងទឹកឲ្យស្អាតចឹងមកតែសំខាន់មួយទៀតនេះអ្នកខ្លះគាត់អត់ចង់ស្គាល់ទេនេះគឺជាអ្វីទៅខ្ញុំក៏អត់ចង់ស្គាល់ដែរហ្នឹងអូនេះគឺជាត្រួយកន្ធុំថេតបាទត្រួយកន្ធុំថេតបងប្អូនចេញញញល្អណាស់បងប្អូនដែលនៅស្រុកស្រែចម្ការបងប្អូនណាធម្មជាតិសុខស្អាតហ្មងបងប្អូនបិទមកណាលាងជ្រកទឹកមកមិនបាច់ហាន់អីទាំងអស់ទុកចាំបេះដាក់ចូលនឹងបញ្ចុកពេលដែលយើងរៀបញ៉ាំណាបងប្អូនប្រសក់មិញកុំទុកទាំងមូលបងប្អូនអើយយកមកចិត្តអញ្ចឹងមកណាយើងសាក់វាយើងចិត្តវាឲ្យល្អិតជាងហ្នឹងក៏បានដែរ
ណាពីព្រោះវាជាល្បាយដែលសំខាន់ធ្វើឲ្យនំបញ្ចុកយើងមានឲ្យជារសនិងឆ្ងាញ់គេថានំបញ្ចុកឆ្ងាញ់គឺដោយសារល្បាយហ្នឹងហើយនំបញ្ចុកហ្នឹងអត់ល្បាយមិនឆ្ងាញ់ទៀតហ្នឹងហើយអញ្ចឹងតបពីយើងរៀបចំបន្លែគ្រប់សពរបស់យើងទុកអស់ហើយយើងរងចាំទឹកសម្លយើងឆ្អិនសិនបងប្អូនណាកុំអាចតន់ដួសហូបឥឡូវអត់តន់មានទឹកសម្លទេទុកវាបន្លែសិនទៅនេះបងប្អូនមើលលេងទៅបាទតើបងប្អូនស្គាល់ជីហ្នឹងទេនេះគឺជាជីអ្វីនេះគឺជាជីអង្កាមបងប្អូនមើលអញ្ចឹងពេលដែលយើងរៀបចំបន្លែទុកដាក់រួចអស់ហើយបងប្អូនបាទនេះមករកមើលទិញនំបញ្ចុកផងប្រយ័ត្នធ្វើតែទឹកស្លអត់ទិញនំបញ្ចុកស្បៃគឺចប់បដ ாய் នំបញ្ចុកបងប្អូនទិញមកបងប្អូនអើយនំបញ្ចុកធូទេយើងទិញមកអូយល្អណាស់បងប្អូនឃើញលើទឹកមាត់តែម្ដងជាសាច់ទុនអញ្ចឹងយើងមកមើលចក្រានយើងវិញទឹកស្លយើងវិញពុះនៅអូត្រីដែលយើងបានស្ងោរឥឡូវវាពុះហើយណាបងប្អូនបាទពេលយើងស្ងោរហ្នឹងណាគឺយើងដាក់ទឹកប្រហុកបាទយើងដាក់ទឹកប្រហុកចូលដើម្បីឲ្យវាមានជាតិបាទកាត់ឆ្អាបកាត់អីនៅក្នុងហ្នឹងគឺយើងស្ងោរយើងមានស្លឹកក្រូចមានគល់ស្លឹកគ្រៃយើងដាក់ចូលយើងស្ងោរវាទាំងមូលចឹងមកណាធ្វើឲ្យស្អាតច្រឡំនិយាយស្ងោរទាំងមូលបងប្អូនអត់ធ្វើអាចធ្វើអីហ្នឹងក៏បដ ாய் អញ្ចឹងនៅពេលដែលយើងស្ងោរហើយយើងយកស្រង់វាចេញមកក្រៅទុកវាឲ្យរៀងត្រជាក់បន្តិចបងប្អូនកុំតន់បេះសាច់ភ្លាមវាក្តៅប្រយ័ត្នរលាកដៃបងប្អូនឃើញថាយើងពាក់ស្រោមដៃមើលតែអនាម័យប៉ុន្តែដល់ពេលពាក់ស្រោមដៃវាពិបាកបេះឆ្អឹងពេកគោដោះស្រោមដៃចេញគោចាប់ផ្ដើមនៅរឹកតែម្ដងលាងតែដៃស្អាតទៅខ្វល់អីម៉េចលាងតែដៃទៅស្អាតហើយបេះតែឆ្អឹងចេញទៅសំខាន់ហូបកុំឲ្យស្លាកកយើងមានក្មេងមានខ្មាំងអីហូបជាមួយដែរណាមិនមែនមានតែយើងតែក្មេងអត់ស្គាល់ទេណាឆ្អឹងស្លាកកពិបាកណាបងប្អូនអើយណែសាច់ត្រីដែលយើងបេះមិញលឿនណាបានហើយយកទៅបុកជាមួយនឹងគ្រឿងបាទយើងយកទៅបុកជាមួយនឹងគ្រឿងមិញហ្នឹងណាអូយតែចាច់ទេគឺឲ្យអ៊ុយតែម្ដងបាត់10លើ10យើងបុកថ្នមជាមួយនឹងគ្រឿងយើងហ្នឹងណាបាទកុំបុកខ្លាំងពេកគឺបែកសាច់ត្រីពេលដែលយើងបុកបានលាយសពហើយណាយើងយកមកចាក់ចូលមកក្នុងទឹកសម្លទឹកសម្លដែលស្ងោរត្រីមុនហ្នឹងណាបាទតមកទៀតយើងកូរវាតិចមកបាទហើយយើងដាក់ដាំវាទុកទៅយើងទុកវាទៀតណាយើងស្ងោរវាឲ្យពុះបាទអញ្ចឹងយើងមកមើលខាងបន្លែខាងប្លុកយើងនេះវិញទៀតបាទនិយាយទៅតែយកចេកនេះមិនចេះអស់ទេហ្មងគឺនឹងប្រហែលតោននេះនំបញ្ចុកប៉ុណ្ណឹងតែយកចេកប្រហែលតោនលៀងមិនអស់បាទអញ្ចឹងនេះយើងឃើញថាទឹកសម្លយើងបានពុះបាទពេលដែលយើងបានហិតក្លិនវាអូយវាឈ្ងុយហ្មងបាទជាតិអាយ៉ូមិនតមកមកលោកព្រះហូឆ្អិនហើយបាទមានតាំងពីអាយ៉ូប្រកបម្ទេសចូលទៅបងប្អូនណាមានម្ទេសដាក់ទៅលាងស្អាតដាក់ម្ទេសខ្ចីយើងហ្នឹងម្ទេសអាចសាត់អីហ្នឹងណាដាក់ចូលទៅបងប្អូនណាដាក់ទាំងមូលណាយើងប្រកបម្ទេសចូលក្នុងហ្នឹងមើលអ្នកណាទទួលរង្វាន់នឹងខ្លះបន្ទាប់មកដល់ពេលវេលាហូបឲ្យបងប្អូនដាក់ល្បាយដាក់នំបញ្ចុកមកហើយយើងដាក់ទឹកសម្លដាក់អីចូលមកតោះមកយើងច្បល់វាចុះឡើងយើងហូបទៅគឺលេខ1តែម្ដងអរគុណវីដេអូមានតែប៉ុណ្្នឹងជួបគ្នានៅវីដេអូក្រោយបាយ